想买很多东西东西យើងប្រែថាអីវ៉ាន់របស់របរឬក៏វត្ថុអ្វីមួយ很多យើងប្រែថាច្រើនណាស់ឬក៏ជាច្រើន很多东西អីវ៉ាន់ជាច្រើនហើយយើងនិយាយថា我想买很多东西ខ្ញុំចង់ទិញអីវ៉ាន់ជាច្រើនតែអញ្ចឹងយើងបន្តទៀតណាបងប្អូនកន្លែងអាននេះសំនឹងអានសាថ្មីបកប្រែសាថ្មីណាស់នេះចាំផ្ទៀងផ្ទាត់ម្ដងទៀតហើយយើងស្ដាប់ឲ្យយល់ណាតោះកន្លែងនេះ A នេះណា A ខាងនេះ A 你买什么តអ្នកទិញអ្វី我买点心ខ្ញុំទិញបង្អែម你买几斤អ្នកទិញប្រមាណដែរ我买一斤ខ្ញុំទិញកន្លះគីឡូបន្តទៀត你还要什么តអ្នកនៅត្រូវការអ្វីទៀតអញ្ចឹងគេឆ្លើយ我还要一瓶水和两瓶牛奶ខ្ញុំនៅត្រូវការទឹកមួយដបនិងទឹកដោះគោពីរដបអូខេអញ្ចឹងយើងចាប់អាឃ្លាសន្ទនាយើងចូលអត្ថបទរបស់យើង今天是星期六ថ្ងៃនេះគឺថ្ងៃសៅរ៍我要买很多东西ខ្ញុំចង់ទិញឬក៏ខ្ញុំត្រូវការទិញអីវ៉ាន់ជាច្រើន我要买5瓶水ខ្ញុំត្រូវការទិញទឹក5ដប3瓶牛奶ទឹកដោះគោ3ដប还要买នៅត្រូវការទិញលាវកជីតាំងសុតមាន់62ជីនភីងគួផ្លែប៉ោម1គីឡូហើយអ៊ីជីនទៀនស៊ីននិងបង្អែមកន្លះគីឡូអ៊ីជីនហ្នឹងគឺកន្លះគីឡូណាអូខេចាប់កន្លែងនេះតោះចឹងយើងមានចំណុចខាងក្រោមទៀតកន្លែងលំហាត់នេះគឺអត់ទៅតែកន្លែងអានទេណាតោះចឹងយើងមានការអានប្រអប់ក្នុងនេះទៀតណាយើងមាន clear តម្ដងទៀតតបន្ថែមពីម្សិលមិញណាតែយើងមាន clear ជាច្រើនណាទី1អ៊ីភីងស្រួយទឹក1ដបលាងភីងញៀវណៃទឹកដោះគោ2ដបសានជីនទៀស៊ីនបង្អែម1គីឡូកន្លះសឺជីនភីងគួផ្លែប៉ោម2គីឡូសឺជីនភីងគួផ្លែប៉ោម2គីឡូម៉ាយតុងស៊ីយើងប្រែថាទិញអីវ៉ាន់ម៉ាយ很多东西ទិញអីវ៉ាន់ច្រើនឬក៏ជាច្រើនយកម៉ាយ很多东西ត្រូវការទិញអីវ៉ាន់ជាច្រើន我和你ខ្ញុំនិងអ្នកឬក៏អ្នកនិងខ្ញុំ男学生和女学生男学生和女学生សិស្សប្រុសនិងសិស្សស្រីស៊ុយគួ和ទៀនស៊ីនផ្លែឈើនិងបង្អែម我要买牛奶ខ្ញុំត្រូវការទិញទឹកដោះគោហើយយកម៉ៃឈីស៊ុយហើយត្រូវការទិញទឹកក្រូចផងដែរនីម៉ៃជីភីងនៅតើអ្នកទិញប្រមាណដបវ៉ម៉ៃលៀងភីងខ្ញុំទិញ2ដបតែចឹងអស់ប្រយោជន៍ហ្នឹងណាតែយើងបន្តទៀតកន្លែងនេះសើអត់រំលឹកទេដោយសារសន្ទនាយើងបំពេញហើយអ្នកគ្នាចាំមើលសភៅពីរៀងខ្លួនហើយចម្លើយដែលបំពេញហើយនៅក្នុងក្រុមខ្ញុំប្រឡងចូលណាសូមដាក់បំពេញឲ្យត្រូវតែយើងមើលមកអានបកប្រែកន្លែងលេខ6នេះណាចឹងលេខ6គេឲ្យគូកងម្សិលមិញគូកងចាប់ហើយចឹងថ្ងៃនេះទៅអានបកប្រែឲ្យស្ដាប់ម្ដងទៀតសូមទៀងទាត់ឲ្យតន់ហើយណាគ្នាបើសិនជាមានកន្លែងដែលអត់ច្បាស់សូមស្ដាប់ឲ្យតន់ណាអូខេបន្តទៀតទី1ថាយោអ៊ីជឺសៀវម៉ោគាត់មានកូនឆ្មាតូចមួយក្បាល我们班有10个学生ថ្នាក់រៀនរបស់ពួកយើងមានសិស្ស10នាក់ហើយ3个老教师និងគ្រូបង្រៀន3នាក់ទី3我买一瓶果汁
ខ្ញុំទិញទឹកផ្លែឈើមួយដប2ជីននីវរ៉ូនិងសាច់គោកន្លះគីឡូចប់ទី3យើងចូលទី4នេះហើយយកម៉ៃសមើតាអ្នកនៅត្រូវការទិញអ្វីទៀត我要1斤苹果ខ្ញុំត្រូវការផ្លែប៉ោមកន្លះគីឡូហើយយក1斤点心ហើយនៅត្រូវការបង្អែមកន្លះគីឡូទៀតឬក៏ផងដែរអូខេយើងចប់កន្លែងនឹងអស់ហើយណាអញ្ចឹងម្សិលមិញលោកសឿបានបញ្យល់ត្រឹមហ្នឹងហើយលំហាត់គូផ្គងនេះយើងបន្តពីម្សិលមិញគឺលេខ7នេះណាអញ្ចឹងយើងដល់លំហាត់បកប្រែអញ្ចឹងគេមានប្រយោគ5ប្រយោគវែងៗដែរហើយគេឲ្យយើងរៀនបកប្រែអញ្ចឹងអ្នកនេះនឹងទៀងទាត់អាហ្នឹងហើយយើងមើលថាយើងបកថាម៉េចឬក៏ប្រយោគហ្នឹងមានថ្មីខុសពីមេរៀនយើងកន្លែងអត្ថបទឬក៏ខាងលើដែលយើងរៀនហើយហ្នឹងខុសគ្នាអត់បើមានកន្លែងណាខុសគ្នាយើងស្ដាប់ឲ្យទាន់ហើយបកប្រែបន្ថែម note ឲ្យច្បាស់ឲ្យចេះពាក្យដែលយើងរៀនហើយអាចភ្លេចប៉ុន្តែឥឡូវស្ដាប់ម្ដងទៀតហើយយើងអានតាមលឺឬក៏អ្នកស្ដាប់លឺច្បាស់ហើយចេះបកប្រែមកតង់ទៀតអាហ្នឹងកាន់តែប្រសើរណាអូខេតោះលេខ1តើដល់ការបកប្រែលេខ1តោះលេខ1យើងមាន clear ថា我想买东西ខ្ញុំចង់ទិញអីវ៉ាន់អីវ៉ាន់អីក៏ដោយឲ្យតែយើងនិយាយទូទៅមិនបាច់បញ្ជាក់ឈ្មោះយើងនិយាយតុងស៊ីអីវ៉ាន់របស់របរអីហ្នឹង我想买东西ខ្ញុំចង់ទិញអីវ៉ាន់我想买很多东西ខ្ញុំចង់ទិញអីវ៉ាន់ជាច្រើនយកទី1ណាទី2អូខេទី2我要买ខ្ញុំត្រូវការទិញ2苹果汁ទឹកផ្លែឈើ2ដបនិង1瓶汽水និងទឹកក្រូច1ដបនេះម៉ៃ什么ចូលអ្នកឬក៏តើអ្នកទិញអ្វីទី3我们买苹果ពួកយើងទិញផ្លែប៉ោម我要1斤ខ្ញុំត្រូវការកន្លះគីឡូ他要2斤គាត់ត្រូវការ1គីឡូអូខេចាប់អានឹងមួយទៀតណាប្រយោគទី4ជួជឺសាំងនៅលើតុយោស៊ួយគួរមានផ្លែឈើនិងទៀនស៊ីនបង្អែមហើយយោហើយក៏នៅមានអ៊ីធីងស៊ួយទឹកមួយដបនិងលៀងកឺជីតានសុតមន់2គ្រាប់ដែរជំនាញនៅលើតុនោះមានទាំងផ្លែឈើបង្អែមហើយនឹងមានទឹកម្ដងហើយនឹងសុតមន់2គ្រាប់ផងដែរហើយយើងប្រែប៉ុណ្ណឹងបាទគ្នាអាច note បើសិនជាវាខុសពីអ្វីដែលយើងរៀនហើយអាហ្នឹងដូចជាប្រយោគថ្មីបន្ថែមទៀតចឹងស្ដាប់ឲ្យតន់មើលឲ្យច្បាស់ពាក្យយើងចេះខ្លះឬក៏ភ្លេចខ្លះក៏ដោយប៉ុន្តែស្ដាប់ម្ដងទៀតអាចមើលឲ្យច្បាស់ហើយយើងនឹងបន្តរៀនឲ្យត្រូវកន្លែងបកប្រែហ្នឹងទៅយើងបកឲ្យត្រឹមត្រូវស្ដាប់តន់គឺអាហ្នឹងយើងចេះជាងមុនហើយប៉ុន្តែដល់នេះត្រូវវឹកហាត់បន្ថែមគឺសារពេលស្ដាប់សឹកម្ដងអាចភ្លេចចឹងភាសាចូលទៅមើលវិញឬក៏ដល់នេះមើលក្នុងវីដេអូក្នុងក្រុមដែលនេះយើងបានផ្ញើចូលហ្នឹងជួយថតឲ្យផ្ញើចូលហ្នឹងមើលទាំងអស់គ្នាទៅហើយយើងអានឬក៏ស្ដាប់ឡើងវិញទៀងទាត់សភៅយើងឡើងវិញយកពេលទំនេរដាក់កាសកាសស្ដាប់ឲ្យអ្នកនេះបើកមេរៀនយើងទៀងទាត់ទៅអង្គុយមើលមកផ្លែតទៅយើងអាចអត់ដឹងហើយកន្លែងយើងអត់ច្បាស់ឬក៏កន្លែងយើងភ្លេចហ្នឹងយើងអាចចាំមកវិញណាអញ្ចឹងព្យាយាមរំលឹកខ្លួនឯងឡើងវិញជារឿយៗសម្រាប់ការអានដល់អ្នកអាចចូលទៅអានមេរៀនយើងបន្តរាល់ថ្ងៃមេរៀនចាស់របស់យើងអាចអានម្ដងមួយមេរៀនហើយយើងអាន4-10មួយថ្ងៃមួយមេរៀនទៅអញ្ចឹងមេរៀនភាគ1 24អញ្ចឹងយើងចំណាយពេលមួយខែឬក៏អ្នកនេះតនេយើងអានមួយថ្ងៃឲ្យច្រើនមេរៀនមកអានដល់ផ្លែតចប់ហើយតោះអញ្ចឹងបន្តទៀតណាទី5នៅសល់ទី5មួយទៀតទី5គេដាក់ថាថាយោ
សានជឺសៀវម៉ោគាត់មានកូនឆ្មា3ក្បាលសៀវម៉ោស៊ីហ៊ុនញៀវណាយកូនឆ្មាចូលចិត្តទឹកដោះគោហើយស៊ីហ៊ុនអ៊ីហើយក៏ចូលចិត្តត្រីដែរអ៊ីប្រែថាត្រីណាអញ្ចឹងមេរៀនមុនយើងប្រើយេស៊ីហ៊ុនអ៊ីក៏ចូលចិត្តត្រីដែរតែឥឡូវយើងប្រើហាយអញ្ចឹងន័យតែមួយទេណាយើងប្រើថាផងដែរហើយក៏ចូលចិត្តត្រីផងដែរចឹងពាក្យហាយនឹងអាចប្រែថាដែរផងដែរដូចនឹងពាក្យយេអញ្ចឹងហើយវាអាចប្រែថានៅជជិកថែមទៀតឬក៏បន្ថែមទៀតអូខេចឹងយើងចប់កន្លែងលេខ7ហើយអញ្ចឹងដល់កន្លែងហ្នឹងដូចអ្នកនេះចប់មេរៀនអញ្ចឹងនេះមានចំនួនអក្សរដែលសួរបានបង្ហាញហើយហ្នឹងគឺអ្នកនេះអាចរៀនថែមសរសេរចិត្តនឹងបន្ថែមឬក៏กระดาษដែលសួរផ្ញើទៅនៅក្នុងក្រុមដែលមានគេហៅថាជាការសរសេរចំនួនអក្សរបន្ថែមមានកលាហ្នឹងទៅរៀនអាហ្នឹងយកមករៀនសរសេរមកណាតោះអញ្ចឹងនៅចំណុចលេខក្រោយចុងក្រោយមួយទៀតមុនចូលមេរៀនថ្មីហ្នឹងអញ្ចឹងនៅក្នុងមេរៀនទី7ចប់ហើយប៉ុន្តែគេមានពាក្យបន្ថែមនៅលើនេះលេខ9នេះគេឲ្យយើងគេហៅ pronunciation practice ការអនុវត្តការបញ្ចេញសំឡេងគឺគេឲ្យអ្នករៀនអានរៀនបញ្ចេញសំឡេងបន្ថែមហើយបន្ថែមហ្នឹងគឺខុសពីមេរៀនហ្នឹងគឺក្រៅមេរៀននេះមាន clear 2 clear នេះណា2 clear នេះទាំង2 clear ហ្នឹងចាំមើលទៅយើងមានពាក្យថ្មីខ្លះអ្នកនេះចាំ note កត់ត្រាទុកផងណាអូខេតោះយើងមាន clear ពាក្យហ្នឹងគឺឲ្យដូចអ្នកនេះគេឲ្យយើងស្ដាប់សំឡេងឬក៏ការអានឲ្យព្រោះស្ដាប់ឬក៏សំឡេងឲ្យយ៉ាងនេះវឹកហាត់ស្ទាត់សំឡេងnhưng ប៉ុន្តែវាមានពាក្យថ្មីអញ្ចឹងចាំសរសេរអានឲ្យស្ដាប់ហើយសរសេរនឹងយកពាក្យថ្មីមកឲ្យមួយហ្នឹងតោះចេញស្ដាប់សរសេរអានឲ្យស្ដាប់សិនណាចេញយើងអានថាសានយ៉ាងសាំងសានសានយ៉ាងសាំងសានសានផឹងអានម្ដង2តួអ្នកគ្នាហើយចុងក្រោយសល់ប្រហែលយើងអានសរុបណាសានយ៉ាងម្ដងទៀតណាសានយ៉ាងសាំងសានសានផឹងសានយ៉ាងជាវម្ដងទៀតសានយ៉ាងសានយ៉ាងសាំងសានសានផឹងសានយ៉ាងជាវនឹងជួរទី1ជួរទី2ស៊ុយនាវសាក់ស៊ុយស៊ុយមួស៊ុយនាវយ៉ា水牛下水水墨水牛腰តើចឹងលោកសុននឹង note ឲ្យណាតើយើង note តាមពាក្យរបស់វាពីណាហត្ថន័យដែលចាំកត់ត្រាទុកតើយើងមានពាក្យសានយ៉ាងប្រែថាពពែភ្នំសត្វពពែដែលនៅភ្នំណាអ្នកគ្នាអាពពែមានស្នែងនៅតាមព្រៃភ្នំមិនមែនអាពួកពពែអត់ស្នែងហើយទូចដែលគេចិញ្ចឹមនៅកសិដ្ឋានស្រែកម៉ែក់ទូចហ្នឹងទេណាអាពពែធំពពែកាច់ដែលមានស្នែងអញ្ចឹងយើងហៅសានយ៉ាងហ្នឹងពពែភ្នំអូខេលោកសិននឹង note ដាក់ពាក្យហ្នឹងនៅក្នុងក្រុមឲ្យដូចគ្នាអ្នកគ្នាចាំ note នៅលើសភៅរបស់យើងតិចទៅចាំកត់ត្រាបន្ថែមពេលលោកសិនដាក់ពេញអ៊ីងឲ្យបន្ថែមនៅក្នុងក្រុមបន្តទៀតណាចឹងសិននឹង note ដូចគ្នានឹង note ឲ្យតើយើងមានពាក្យសានយ៉ាងយើងប្រើថាពពែភ្នំសានយ៉ាងពពែភ្នំសាំងសានទៅទេយើងប្រែថាភ្នំសានហ្នឹងភ្នំណាទៅពេលយើងនិយាយថាសាំងសានយើងប្រែថាឡើងភ្នំណាសាំងសានពីម៉ាត់ដែលសឺគូវងទី2ហ្នឹងប្រែថាឡើងភ្នំនេះសានទៅទេនេះយើងប្រែថាភ្នំផឹងនេះប្រែថាប៉ះតកិច្ចផឹងយើងប្រែថាប៉ះតកិច្ចណាផឹងប្រែថាប៉ះតកិច្ចអញ្ចឹងភ្នំនឹងប៉ះតកិច្ចអញ្ចឹងគេថាយើងប្រែថាពពែភ្នំឡើងទៅលើភ្នំហើយភ្នំនឹងប៉ះតកិច្ចអីគេចែវនេះប្រែថាស្នែងណាចែវនឹងប្រែថាស្នែងច
treo lại nó nhưng phải thật này chéo phải thật này để bây giờ chỉ là san yang chéo nhưng phải thật này như rồi bó có phải nôm nhỉ bay mặt nhé san yang chéo này có phải nôm nhưng vậy là san yang chéo này bảo có phải nôm nữa á chẳng pe có phải nôm láng nôm viên mở viên bậc ở này viên bọc nâng nôm rồi có nôm nâng pa cho mũi này có phải nâng nên khi vậy trắng lại là clear nó viên mà chẳng đấy bọc pe nôm lang từ lửa nôm hay nôm nâng pa từ cây cho mũi này bảo có phải nôm nâng chẳng clear nâng đấy cái song đấy the God climb the mountain and the mountain knock again it horn nâng nhưng ai phải thay play bằng cái sao tam cái sao bọc rồi vô nó play và thay horn lại nếu mà play đấy cứ bọc bè snake để nơi bị một cái ba viên nữa anh nó play với cái nào để baby out tới baby rốt chôn ấy muối anh nó đôi play nơi một lan nữa chẳng như bà bị trèo nữa này đó chẳng snake san yang chéo nhưng mà ta snake bập bè nè chẳng những việc thay phần nâng đặc nè ai tham mà chua nước thay từng on món đặc nè chẳng start by tôn là sư cu ơi hái nốt ơi hết chẳng bị mặt na pi mặt na để bài thay mọi tiền phun cho cái bài thay mấy đạo đi start by tôn đấy tao mà đón tới là sư bội start đấy bập bè phnom lại phnom hay phnom nâng bọc từng cái chỉ mối snake là bọc bập bè phnom nè chẳng năng chua thì mùi chó lắm ta chua tí pì nhưng mình những clear xuôi nhiều ta xuôi nhiều nó nhưng phải thả trọ bầy xuôi nhiều níu phải thả cổ nó níu sạch cổ đó sẽ lọp bởi lượng môn hào chứ ta phải xuôi níu nó cứ sạch trọ bầy vậy nhé níu thực tế cổ đó phải xuôi níu nó trọ bầy vậy nhé đầu vậy nhé đầu liền không thì nó tái bị sự điện kia nếu những bài thạc cổ đã về xuôi nếu những bài thạc cổ bầy chẳng ở chẳng làm vật bạn nâng đấy hãy số thăm mấy cái chớ thì bị đá mà cái chẳng là sợ mình buồn nạt ná ở bộ bài thì được đại cô mọi tới chỉ bị mời ấy của bạn rai phải trả như chẳng để cứ bị đá mà cái chân đó là gì xẻ suối những bài thạc chọc nồng tật xẻ suối những bài thạc chọc nồng tật đấy chẳng cờ bay nó ấy kế cờ bay nó cho nồng tật xẻ suối để dân đa châu nồng tật chẳng hết nạc để đôi dân từ lấy sự bật dân đa châu lên nồng tật chẳng hết ở lớn xẻ suối để cờ bay đa châu tật lên tật chẳng hết xẻ suối nè tiệm mọ nè đội xó đợi xó mây chẳng mà tay mọ nó ra thành lịch nồng tật lịch bạt đó nạc nè mọ nó ra thành lịch bạt nồng tật lịch châu nồng tật nâng mọ nó ra thành lịch châu nồng tật xuôi mọ mình tật nó ban lịch ấy kì xuôi nhiều do nó nhưng ra thành chữ kẻ nè chữ kẻ do chữ kẻ chứ xuôi nhiều do chữ kẻ bác cờ bay mình tới cứ về vì cho tật tới vì tật năng vì lịch đo chữ kẻ vì đó chữ non vì đó đó trầm pra non vì á là người rụt kịp nâng đấy trên mặt kia nó nhưng ra thá sạch cờ bay nó cho thực nông tất hay tật năng lịch đo chữ kẻ đó trầm non bó cờ bay chữ kẻ cờ bay nó ná cứ mình chữ kẻ ta tại về việc đa tới nâng trầm mà chữ non vì nó lừa từ kia về rồi có cái hai thằng trầm mình trầm lừa non với thì chẳng hạn nóคือhai chữ kẻ hay nè cái lại mình chứ nên tật lịch đó cái lại nè bởi vì trong tới bây giờ tôi biết hai tật lên bằng tật chứ tật lịch đó cái lại non của bảy nè giờ nó ai ta thành chữ kẻ đi có non dương nè ai nè non dương vàng trâu lại chữ kẻ nó á cho nên phải bật nắng không mà đón thì nữa là sự an này ta phải bỏ một đòn tiền san dạng san phẳng san dạng chéo của bé phnom lang từ lửa phnom nó có bàn từ cái chữ muối này của bé phnom nè chủ thì bị suối níu xẻ suối níu xẻ suối mỏ suối nhiều do
ក្របីបានចុះទៅលេងទឹកហើយទឹកហ្នឹងលិចដល់ឆ្កែឬក៏ខ្នងក្របីចឹងនេះឃ្លាគេដាក់នៅក្នុងមេរៀនរបស់យើងឲ្យអញ្ចឹងដល់នេះកត់ពាក្យថ្មីទៅហើយយើងចេះពាក្យបន្ថែមដូចជាពាក្យភ្នំពាក្យប្រប៉ែភ្នំយើងពាក្យតកិច្ចពាក្យស្នែងពាក្យក្របីពាក្យចុះទឹកពាក្យលិចទឹកពាក្យចង្កេះអញ្ចឹងអាហ្នឹងគឺយើងអាចចេះបន្ថែមទៀតណាអូខេអញ្ចឹងចំណុចនេះគឺបានបង្ហាញតែប៉ុណ្្នឹងទេគឺចប់មេរៀនហើយដល់នេះអាចយើងបន្តទៅមេរៀនបន្ទាប់អញ្ចឹងបើសិនជានេះអាឃ្លីទាំងអស់ហ្នឹងខ្ញុំមានអារម្មណ៍ថាឆ្ងល់ហើយនេះគឺជួយឲ្យបានណាហើយយើងតិចទៀតយើងនឹងចូលទៅមេរៀនបន្ទាប់តើអញ្ចឹងមេរៀនទី7យើងសន្មតថាចប់ហើយដល់នេះអាចមើល1នាទី2នាទីណាតិចទៀតយើងចូលមេរៀនបន្ទាប់ណាមេរៀនទី8